ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបន្តវីដេអូសូរិនទៀតណាបងប្អូនឃើញមុខស្លៀកពាក់កៅអៅសិស្សសាលានេះគាត់ទៅតែចេញពីសាលាពេលចេញមកពីសាលាទៅដឹងតាមុខរៀងស្អុយស្អុយហីព្រោះថាពេលចេញមកអញ្ចឹងត្រូវឈរចាំតម្រាំតាឪពុកគេទៅយកមកពីសាលាដល់ពេលអញ្ចឹងធ្វើមុខរៀងជូរជូរបន្តិចបន្ទាប់ពីមកពីសាលាពេលផ្លាស់ក្អែកហើយនេះដល់ម៉ោងមកលុកឡយបងប្អូនអើយតាមការពិតអាយុ8ឆ្នាំហើយរៀនថ្នាក់ទី3ហើយបងប្អូននៅចូលចិត្តលុកឡឡើយណាខ្ញុំគិតថាគាត់ធំហើយគួរតែផ្អាកលេងលុកឡប៉ុន្តែឲ្យផ្អាកអត់បានទេដោយសារបើសិនជាអត់លេងលុកឡទេចង់សុំលេងទូរស័ព្ទតែយើងអត់សូវចង់ឲ្យគាត់លេងទូរស័ព្ទដល់ពេលអញ្ចឹងក៏ឲ្យគាត់លេងលុកឡតែបើលេងម្នាក់ឯងក៏អត់សូវសប្បាយដែរតើតាហៅក្មេងៗបងប្អូនផ្ទះចិត្តនឹងមកលេងជាមួយនិយាយទៅបងប្អូនអីមីងគេច្រឡំបងប្អូនអើយមិនមែនបងប្អូនទេកូនទូចនឹងត្រូវមីងរបស់សូរិនតើពីលេងលុកឡហើយក៏នាំគ្នាលេងបរៀននិយាយទៅគាត់ចូលចិត្តលេងបរៀនហ្នឹងអត់ដឹងថាបរៀនបានអីខ្លះទេបរៀនទាំងស្រាក់ផងបរៀនទាំងហៅសัตว์ផងដោយសារនោះកូនទូជាងគេនឹងអត់ទាន់ស្គាល់សัตว์កុំសូវចេះនិយាយដែរដល់ពេលអញ្ចឹងគេបរៀនឲ្យចេះនិយាយបរៀនឲ្យស្គាល់សัตว์នេះសัตว์នោះអីចឹងទៅបងប្អូននិយាយទៅពីរនាក់នេះនឹងក៏មិនធម្មតាដែរឲ្យតែបានគេបក់ដៃហាវនឹងអាងមករយអាងជុំគ្នាបន្ទាប់ពីរៀនអស់ចិត្តហ្នឹងក៏នាំគ្នាមករៀបចំលេងលុកឡទៀតដែរចាំមើលណោះកញ្ញាណោះលេងទៅរើសដុំដីគប់គេណាគប់ខាងនោះមិនអស់ចិត្តគេមិនមាត់ទេមករើសគប់ខាងនេះទៀតខូចគេណាទូគេតែខូចតែច្រលើមរម៉ែហើយបានពីរនាក់នឹងសូរិនអត់សូវស្ងាត់បងប្អូនអើយបើសិនជាសូរិននៅម្នាក់ឯងគាត់ស្ងាត់គាត់ហៅគ្នាលេងអត់បានណាដោយសារសូរិនមានតែម្នាក់ឯងទេអត់មានបងប្អូនទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនា